महाराजा अति उत्तम រឿងនេះគឺជាភាពរុងរឿងហើយក្រាបទូលក្នុងពេលឆាប់ៗនេះអាកាសធាតុនឹងប្រែប្រួល ព្រះរាជគ្រូកំពុងតែធ្វើការទស្សន៍ទាយសេចក្តីអត់ធ្មត់របស់យើង ប្រងទាំងពីរនឹងខ្លាចទៅជាព្រះអាយការបស់គេនៅក្នុងពេលឆាប់ៗនេះ អត់ទេ តើមានអ្វីខុសប្លែកទៅព្រះរាជគ្រូ ក្នុងពេលនេះមិនមែនជាពេលនៅខិតរិទ្ធទេក្រាបទូលទូមង្គមមិនអាចរកពេលវេលានៅខិតរិទ្ធឃើញទេ ប៉ុន្តែយើងត្រូវបញ្ជាក់ពីថ្ងៃនិងពេលវេលាបានទេ បើមាននរណាម្នាក់ធ្វើពិធីរៀបអភិសេកបាននោះតែធ្វើពិធីប្រកាសតែងតាំងព្រះគោមែនទេរាជគ្រូតើប្រច័នពេញបរមីយ៉ាងម៉េចដែរទៅទូបង្គំមិនអាចនិយាយបានថាវាជាពេលវេលាសមរម្យទេតែដោយសារតែព្រះអង្គទទួលខ្លាំងពេកទូបង្គំនឹងសម្រេចជានិញ្ញាតនៅថ្ងៃប្រច័នពេញបរមីវាគឺជាថ្ងៃនៅខិតរិទ្ធហើយក្រាបទូលបើអញ្ចឹងមិនសម្រេចតែម្ដងទៅយើងប្រកាសថ្ងៃតាំងប្រកបយ៉ាសុធារានៅថ្ងៃប្រច័នពេញបរមី សូមអបអរផង សូមអបអរសាទរមហារីសូមអបអរសាទរអបអរសាទរផងមហារី អបអរសាទរ សូមអបអរសាទរផង ព្រះនោះ សូមអបអរសាទរ ទូបង្គំចង់សុំឱកាសរបស់ទ្រង់សិនទៅជាមួយទូបង្គំទៅ ពិតជាបានហើយព្រះរាជគ្រូ តើព្រះអរគោតែក្រុងព្រះសយភ័ណ្ឌនឹងតែងប្រកាសឲ្យរបៀបណាទៅត្រូវផ្ញើលិខិតអញ្ជើញតែម្ដងទៅមែនហើយ បើអញ្ចឹងដល់តំណែងឲ្យស៊ីថានិងយ៉ាសូថារ៉ាតែម្ដងទៅ ផ្លេចព្រះអំណាចកិត្តិយសរបស់គាត់ហើយខ្ញុំម្ចាស់យកទៅឲ្យគាត់សិនត្រូវហើយ តើមានរឿងអ្វីខុសប្លែកមែនទេមើលទៅព្រះរាជគ្រូដូចជាមានបញ្ហា ទូបង្គំមិនចង់បញ្ជាក់ទេក្រាបទូលទូបង្គំពិតជាមិនចង់បញ្ជាក់អំពីរឿងនោះទេ តើមានអ្វីទើសទាល់ទៅ វាគឺជារឿងមួយដែលទូបង្គំមិនអាចទូលមហារាជបានឡើយ នេះបានន័យថាព្រះរាជគ្រូទូលយើងមិនខ្លាចទេ ដូច្នេះទើបទូបង្គំចង់និយាយជាមួយព្រះអង្គម្ចាស់រឿងផ្ទាល់ខ្លួនមានពេលខ្លះចំណេះវិជ្ជាក៏ខ្លាចទៅជាសេចក្តីទុក្ខលំបាកដែរ ព្រះរាជគ្រូធ្វើឲ្យខ្ញុំព្រួយបតីហើយ ការទូទាយរបស់លោកបណ្ឌិតវាអាចនឹងជាការពិតមហារាជច្បាស់ជាមិនសប្បាយប្រតិទេដែលបានឃើញរាជបុត្រស៊ីថាត់ស្រត់ទឹកភ្នែកដោយសារសេចក្តីទុក្ខទាំងនោះគឺទ្រង់បានបាត់បង់នៅការចាប់អារម្មណ៍នៅក្នុងជីវិតនៅពេលដែលទ្រង់មានទុក្ខសោកដូច្នេះមហារាជមិនចង់ឲ្យរាជបុត្រយាងចេញទៅជួបនឹងប្រជានរាជពេលវេលាមិនអំណោយទានដល់ពួកយើងទេ ការពិតគឺជាអ្វីទៅ អត់ទេយើងមិនត្រូវប្រកាសពិធីតែងតាំងព្រះគោនៅពេលនេះឡើយ ហេតុអីទៅ ដួងតារាចង្អុលពេលវេលាមិនល្អទេក្រាបទូលការរួបរวมគ្នារបស់ផ្កាយព្រះគ្រូផ្កាយព្រះសៅរ៍និងផ្កាយព្រះអង្គាផ្កាយព្រះគ្រូគឺមានឥទ្ធិពលអាក្រក់វានឹងជះឥទ្ធិពលអាក្រក់ដល់ជីវិតព្រះបិតានោះគឺបានន័យថារាជបុត្រស៊ីថាត់គឺមិនអាចធ្វើជាព្រះបិតាបាននោះទេ ព្រះរាជគ្រូកំពុងនិយាយពីអ្វីរាជវង្សរបស់យើងមិនស្វាគមន៍ព្រះរាជកុមារបន្តពីឆ្នាំនេះ យ៉ាងនេះទេផ្កាយព្រះគ្រូរាហូកំពុងតែបង្ហាញយ៉ាងច្បាស់ថាវាជាពេលវេលាមិនល្អទេព្រះរាជបុត្រស៊ីថាត់អាចនឹងអស់ប្រជជនបានក្រាបទូល ម្ចាស់បង មហាទេវី ព្រះនាងស្លៀកពាក់សម្លៀកបំពាក់នេះបន្ទាប់ពីស្រង់ទឹករួចគឺវាស្អាតណាស់ព្រះនាងនឹងពាក់គ្រឿងតុបតែងកាយពេលព្រះនាងយាងទៅវត្តណាមើលទៅនៅក្នុងពិធីនោះណាយើងសំតែងឲ្យព្រះនាងជាមួយនឹងផ្កានេះ
ព្រះនាងប្រើស្នៀតសក់ពេជ្រជាមួយនឹងកេសាហើយព្រះនាងស្លៀកពាក់កាយភ័ស្តុនេះនៅពេលល្ងាចរួចហើយប្រជានារីនៅនគរកបិលភៈនេះគេនឹងបានបើកភ្នែកមើលភាពដ៏ស្រស់ស្អាតរបស់ព្រះទេវីរបស់ពួកយើងពួកគេមិនគួរនិយាយអ្វីទាំងអស់มันមានការប្រគំតន្ត្រីអ្វីទាំងអស់មានហេតុផលអីទៅប្រចាំបាត់នឹងមិនមានពិធីប្រកាសការតាំងព្រះគោអ្វីទាំងអស់ហេតុអីទៅព្រះជាគ្រូនិយាយថាដួងតារារិស័យទាំងអស់មិនមានអ្នកខិតរទេតែថ្ងៃព្រះច័ន្ទពេញបរមីក៏មិនបានដែរតើមែនទេគាត់គ្រាន់តែឯកភាពឲ្យយើងសប្បាយប្រតិតែប៉ុណ្ណោះទេស្ថានភាពនេះធ្វើឲ្យយើងខ្លោចផ្សាទៅវិញมันមានថ្ងៃណាមួយល្អសម្រាប់បិតាហើយនឹងបុត្ររបស់ព្រះនាងទេព្រះអនុជកុំប្រាប់រឿងនេះដល់ព្រះសិទ្ធត្ថអីតែយើងពិតជាមិនអាចជឿជាក់ទៅលើផ្កាយព្រះគ្រូបាននោះទេមហារាជព្រះអង្គក៏ធ្លាប់ប្រឈមមុខជាមួយនឹងការទោសទាយរបស់បុត្រដិតអាស្មិកដែរមិនមែនតែខ្ញុំម្ចាស់ទេព្រះរាមព្រះអង្គតែងតែគោរពដំបូន្មានព្រះគ្រូជានិច្ចគាត់និយាយថាផ្កាយព្រះគ្រូបង្ហាញពីពេលវេលាមិនមានអខត្តរទេក្រាបទូលយើងត្រូវតែប្រយ័ត្ននៅអ្វីដែលកើតឡើងក្រាបទូលបើមិនចឹងទេព្រះអនុចង់និយាយពីរឿងស្អីនឹងវានឹងមានគ្រោះមិនល្អសម្រាប់ចៅរបស់យើងព្រះពរគេអាចអស់ប្រជញ្ញបានយើងមិនបាច់រៀបចំពិធីក្បួនដង្ហែប្រកាសពេលវេលាទេព្រះពរអមិតាមានសវណ្ណ័យត្រូវហើយយើងត្រូវតែព្រះតម្រិះពីព្រះអនាគតរបស់ចៅរបស់យើងត្រូវធ្វើពិធីរំដោះគ្រោះសិនរំដោះព្រះគ្រូជាពិសេសគឺឫស្សីរាហូកាយព្រះគ្រូរាហូអាចបណ្ដាលឲ្យមានបញ្ហាអញ្ចឹងតើយើងត្រូវធ្វើយ៉ាងម៉េចទៅមហេសីអូនมันមានធ្វើអ្វីទេព្រះមហារាជចាសូថារាគឺគ្រាន់តែរំដោះគ្រោះចេញប៉ុណ្ណោះព្រះនាងមិនត្រូវស្លៀកឈុតខ្មៅទេព្រះនាងត្រូវតែបោះបង់ចោលនៅអ្វីដែលមានពណ៌ខ្មៅដើម្បីឲ្យព្រះកោរបស់ព្រះនាងមានសុវត្ថិភាពព្រះនាងត្រូវស្រង់ទឹកមុនពេលអរុណរះហើយត្រូវដោតដោយប្របាទទទេយើងត្រកទឹកស្ទឹងហើយសូត្រធម៌សម្រាប់ផ្កាយព្រះគ្រូរាហូអូមរហវេនមఃអូមរហវេនមఃអូមរហវេនមះព្រះនាងត្រូវដាក់ចំណីត្រីដោយម្សៅទឹកដោះគោត្រូវតែធ្វើបែបនេះហើយទើបបានមេតាគ្មានរឿងអីទេព្រះនាងព្យាយាមបញ្យល់ខ្ញុំម្ចាស់ធ្វើអីទៅខ្ញុំម្ចាស់មិនអាចខាត់មិនអាចត្រង់ព្រួយប្រតិពីយ៉ាសូធរាកាទេព្រះនាងកំពុងតែមានសេចក្តីទុក្ខផងថ្ងៃនេះមហាទេវីប្រជាបតីព្រះនាងពិតជាបន្ធូរព្រះគ្រោះនេះហើយណាតាព្រះនាងកំពុងព្យាយាមមានសវណ្ណ័យពីអ្វីទៅមិនខុសទេ
ដែលមនុស្សព្រួយប្រទេសពីស្រីមានប្រកបនោះយើងត្រូវធ្វើពិធីដើម្បីការពារទៅបានណាព្រះនាងត្រូវតែទទួលស្គាល់ការពិតពេលយើងទៅទឹកស្ទឹងនោះព្រះនាងត្រូវតែសូត្រធម៌ដើម្បីរំដោះគ្រោះសត្វត្រីកំសត់មិនដែលត្អូញត្អែពីអ្វីទាំងអស់ដូច្នេះហើយទើបខ្ញុំម្ចាស់មានអារម្មណ៍មិនល្អខ្ញុំម្ចាស់គ្រាន់តែមិនអាចឃើញសភាពបែបនេះមិនអាចឃើញកាត់ឡើងចំពោះនាងនោះឡើយការព្រួយប្រទេសរបស់ព្រះនាងធ្វើឲ្យព្រះនាងអមិតាកាន់តែព្រួយឡើងហារ៉េខ្ញុំម្ចាស់ក៏ជាមនុស្សម្នាក់នៅក្នុងព្រះរាជវាំងនេះដែរតែអ្នកណាតែដែលមិនព្រួយប្រទេសព្រោះខ្ញុំម្ចាស់នេះព្រួយប្រទេសចំពោះអ្នករកគ្នាខ្ញុំម្ចាស់ព្រួយប្រទេសណាឃើញអ្នកទាំងអស់គ្នានៅទីនេះពួកយើងកំពុងរងចាំព្រះមហាទេវីគឺយ៉ាសូថារ៉ាព្រះនាងនៅទីនេះប្រជាកំព្រួយប្រទេសពេកមិនយូរទេកូបានឹងមិនមានគ្រោះថ្នាក់អ្វីឡើយម្ចាស់អូនអាមីតាតើព្រះនាងកំពុងតែគិតអ្វីទៅព្រះគ្រូទាយថាព្រះកោះនៅក្នុងអត្តរបស់ស្ត្រីគ្មានប៉ះពាល់អ្វីទេព្រះនាងឈឺព្រះបាទឈឺអូតូខ្លាំងណាស់ព្រឹកនេះឈឺខ្លាំងព្រះនាងបានប្រាប់ខ្ញុំហើយថាពេលនេះព្រះនាងមិនកាត់អីឡើយព្រះមហាទេវីយ៉ាសូថារ៉ាកំពុងតែធ្វើពិធីចម្រើនបើសិនជាមានប្រផ្នូលអ្វីកាត់ឡើងចំពោះយ៉ាសូថារ៉ាអត់ទេវិភាវ៉ានមនុស្សម្នាក់ត្រូវតែមានដង្ហើមដើម្បីរស់ព្រះនាងត្រូវរួចផុតពីគ្រោះថ្នាក់នេះយ៉ាងឆាប់ដើម្បីអនាគតព្រះរាជកុមាររបស់ព្រះនាងពេលនេះព្រះមហាទេវីកំពុងតែបង្ហាញធាតុពិតរបស់ព្រះមហាទេវីហើយតើមែនទេម្ចាស់អូនអាមីតាតើម្ចាស់អូនកំពុងតែមានសវត្ថិអីព្រះមេដាមានសវត្ថិពីអីទៅខ្ញុំម្ចាស់ជឿថាព្រះមេដាមិនមានព្រះតម្រិយដែលអង្អែងនោះទេដើម្បីខ្ញុំម្ចាស់បញ្ជារបស់ព្រះមេដាជាក្តីសង្ឃឹមរបស់ព្រះធម៌ជាម្ចាស់សិដ្ឋាតតាព្រះជាបុត្រប្រថាប់ធ្វើអីនៅតែអង្អែងនៅទីនេះក្រាបទូលទូបង្គំពិតជាសប្បាយពិតេងណាស់ដែលបានលឺព្រះពេតុឆាហើយព្រះនាមរបស់ទូបង្គំទេវទត្តឈប់មានបន្ទូលជាមួយទូបង្គំទៀតហើយទ្រង់ស្ដីបន្ទោសទូបង្គំគ្រប់រឿងគេធ្លាក់ក្នុងអន្លង់ជាមួយស្រីម្នាក់ដូច្នេះហើយទើបគេខឹងគេនៅតែស្រឡាញ់យ៉ាសូថារ៉ាទើបគេព្រមនៅក្នុងព្រះរាជវាំងនេះហេតុអីព្រះជាបុត្រមើលទៅដូចជាមានសេចក្តីទុក្ខសំណួររបស់ទូបង្គំគឺបានសើចចំអកដល់ទូបង្គំរហូតមកព្រះជាបុត្រគួរតែសប្បាយប្រតិទៅកុំគិតអីពីរឿងនោះប៉ុន្តែទូបង្គំមានអារម្មណ៍ឈឺចាប់ណាស់នៅពេលទូបង្គំមិនបានចម្លើយព្រះជាបុត្រត្រូវតែមានបន្ទូលជាមួយនឹងបុព្វជិតនិងតាបោះដើម្បីរកចម្លើយនោះឲ្យបានណាតើទូបង្គំទៅរកពួកគេឯណាទៅពួកគេអាចជួយដល់ទូបង្គំបានដែរទេអត់ទេព្រះជាបុត្រនឹងជួបពួកគេជាច្រើនកន្លែងណាព្រះជាបុត្រចង់ជួបពួកគេដែរទេពិតជាចង់ឲ្យក្រាបទូលព្រះមហារាជាពិតជាខ្ញាល់នឹងរឿងនេះជាមិនខានចាំទូបង្គំនឹងបញ្យល់ដល់ព្រះបិតាព្រះជាបុត្រត្រូវតែឆ្លងកាត់ព្រំប្រទល់ព្រះនគរយើងទូបង្គំនឹងត្រូវទៅទីនោះតើព្រះជាបុត្រចង់យើងទៅពេលណាព្រឹកស្អែកនេះសិដ្ឋាតសូមទុករឿងនេះដឹងតែរវាងយើងពីរអ្នកតែប៉ុណ្ណោះក្រាបទូលតើព្រះពេតុឆានាំទូបង្គំទៅណាក្រាបទូលខ្ញុំនាំទៅជួបអ្នកបួននោះអីព្រះជាបុត្រនឹងបានឃើញកន្លែងដែលពួកគេរស់នៅ
តានេះគឺជាកន្លែងដែលសុក្រារស់នៅមែនទេ មែនហើយព្រោះគេរស់នៅទីនោះគេចេញមកទីនេះតែម្អងឯងទេ ពួកគេកំពុងធ្វើអីនឹង មែនហើយព្រះរាជបុត្រត្រូវដោះគ្រឿងតែងប្រកាសចេញមុនពេលព្រះរាជបុត្រចូលទៅខាងក្នុងព្រះរាជបុត្រនេះណា តើធ្វើយ៉ាងម៉េចទៅ វាគឺជាប្រពៃណីរបស់ពួកគេសូមថ្វាយបង្គំព្រះគ្រូ សូមថ្វាយបង្គំ សូមជាងប្រថាប់ដល់ពេលចង្ហាន់ហើយតើពួកអ្នកចង់ទទួលទានដែរទេ អត់ទេគឺណែ ហើយចុះត្រង់វិញ ខ្ញុំកណាមិនមែនមកទីនេះដើម្បីទទួលទានទេ តើមានអ្នកណាធ្វើដូច្នេះដល់របៀបណាទៅ នោះជាការស្វែងរកចម្លើយរបស់ខ្ញុំកណា មិនអីទេមានបន្ទូលមកចុះ ចាប់តាំងពីធ្វើជាព្រាហ្មណ៍មកលោករស់នៅជាមួយនឹងសុត្រាមែនទេ វណ្ណៈតូចទាបនឹងគោលចំហតូចតាចទូលបង្គំមិនកាន់សាសនាព្រាហ្មណ៍ទេទ្រង់មិនគួរធ្វើជាអ្នកណាដែលចែកអាហារដល់ពួកឋានៈតូចទាបនោះឡើយអ្នកណាទៅដែលឲ្យអាហារយើងនៅក្នុងសាសនានេះអ្នកណាល្អជាមួយនឹងយើងដែលមានឋានៈបែបនេះទៅ លោកនិយាយត្រូវហើយខ្ញុំរួមចំណែកជាមួយទស្សនៈរបស់លោកខ្ញុំនៅមានសំណួរមួយទៀតដែលចង់សួរហេតុអីបានជាលោកមិនឲ្យយើងមកដល់ទីនេះហើយឲ្យយើងដោះគ្រឿងតែងកាយចេញ វាជាចម្លើយសាមញ្ញបំផុតជាចំណេះដឹងមួយដែលល្អគ្រឿងតែងកាយនិងសម្លៀកបំពាក់មានតម្លៃត្រូវលះបង់ឲ្យអស់មុនចូលមកទីនេះ ហេតុអីក៏យើងត្រូវស្លៀកពាក់ស្បង់ជាពណ៌លឿងនេះ វាគឺជានិមិត្តរូបនៃការបដិវត្តន៍ ចំណេះវិជ្ជានាំចិនឲ្យមកកាន់បដិវត្តន៍មែនទេ នៅពេលគំនិតរបស់យើងទៀងត្រង់យើងអាចទៅដល់ចំណុចកំពូលជានិរន្តរ៍វាបានផ្សព្វផ្សាយគំនិតតែមួយគត់នៅក្នុងសង្គមទាំងមូលសូមទ្រង់យាងមកជាមួយទូលបង្គំទៅ មនុស្សគួរតែមានសេចក្តីសុខនិងសេចក្តីសប្បាយក៏ដូចជាសត្វទាំងអស់នេះដែរមិនគួរធ្វើសង្គ្រាមជាមួយមនុស្សដូចគ្នាទេទ្រង់ពិតជាក្មេងដែលមានវិញ្ញាណបរិសុទ្ធ ព្រះអង្គគឺជាទេវបុត្របញ្ចប់កំណើតប៉ុន្តែទ្រង់មានលក្ខណៈជាអ្នកបួសពីធម្មជាតិ ព្រះរាជគ្រូមានសក្តិការដូចកំណត់ខ្ញុំកណាអញ្ចឹងគឺជារឿងមួយដែលល្អបំផុត ស្ដេចយាងទៅរកព្រះគ្រូរបស់ទូលបង្គំទៅទ្រង់ពិតជាមានក្តីសុខពេលដែលបានជួប ត្រូវហើយខ្ញុំអាចទៅលើនេះបានទេ ពិតមែនហើយព្រះរាជគ្រូ ព្រះរាជបុត្រគួរទៅដល់ពេលយើងទៅវិញហើយក្រាបទូលព្រះទេវីនិងយាសុធារាកំពុងតែរងចាំក្រាបទូលទ្រង់គួរតែយើងត្រឡប់ទៅវិញទៅពេលនេះមិនគួរឲ្យអ្នកណាម្នាក់រងចាំទេទ្រង់ត្រូវតែទទួលខុសត្រូវនៅអ្វីដែលព្រះអង្គធ្វើឲ្យរួចជាមុនសិនរួចហើយចាំជួបគ្រូទូព្រះបង្គំ តើគ្រូរបស់ព្រះគ្រូមានឈ្មោះអ្វីដែរទៅ ជាបណ្ឌិតម៉ង្កាវ៉ាយើងនឹងជួបគ្នាម្ដងទៀត ចា លាសិនហើយលាសិនហើយ ព្រះរាជបុត្រកំពុងធ្វើអីហ្នឹងព្រះរាជបុត្រ
ប្រពេទឆាបានធ្វើឲ្យទូបង្គំអាចរកភ្លើងបន្លត់ភ្លើងកលែឃើញហើយ មិនត្រូវដុតភ្លើងកន្លែងអីទេព្រះរាជបុត្រសេចក្តីសុខរបស់ខ្ញុំក៏ជាសេចក្តីសុខព្រះរាជបុត្រដែរយើងនឹងមានសេចក្តីសុខខ្លាំងបំផុតបើព្រះរាជបុត្របានទៅបួសនោះយើងសប្បាយចិត្តណាស់យ៉ាស៊ូព្រះមេដារំខានព្រះមេដាហើយដែលយើងមកមើលខ្ញុំម្ចាស់នោះអើយកុំអីបុត្រមិនត្រូវអន់ចោលឬក៏ប៉ះពាល់ដល់ព្រះបាទមេដាទេក្រែងលោចៅរបស់ព្រះមេដាខ្ញាល់ណាតើអង្គុយទៅអង្គុយទៅយ៉ាស៊ូមេដាព្រួយប្រទេសចំពោះបុត្រីខ្លាំងណាស់អ្នករាល់គ្នានៅក្នុងរាជវាំងក៏បានសួរព្រះមេដាហេតុអីបានជាព្រះមេដាមិនធ្វើពិធីប្រកាសការតាំងព្រះគភ៌របស់បុត្រីប៉ុន្តែបុត្រមិនដែលសួរមេដាម្ដងទេបុត្រមិនដែលសង្ស័យពីរឿងមេដាឡើយហេតុអីព្រះមេដាប្រាប់រឿងអ្វីដល់ខ្ញុំម្ចាស់ព្រះមេដាមិនដែលຕົកវាជាមួយខ្ញុំម្ចាស់ទេព្រះមេដាតែងតែមានប្រតិយល្អចំពោះខ្ញុំម្ចាស់ណាហេតុអីខ្ញុំម្ចាស់សួរពីព្រះមេដាខ្ញុំម្ចាស់ចាត់ទុកព្រះមេដាជាត្បូងពេជ្រដ៏មានតម្លៃណាស់ព្រះមេម្ចាស់បុត្រីត្រូវទទួលសេចក្តីទុក្ខខ្លាំងណាស់បុត្រីក៏ពិតជាពិរោធនៅថ្ងៃណាមួយអត់ទេព្រះមេដាខ្ញុំម្ចាស់ជ្រាបក្នុងប្រតិយខ្លាំងណាស់គ្មានអ្នកណាម្នាក់មិនអាចមានអារម្មណ៍ឈឺចាប់នៅពេលដែលមានការលះបង់ចំពោះក្តីស្រឡាញ់របស់ពួកគេកុំព្រួយបារម្ភអីចៅរបស់ព្រះមេដាហើយនឹងខ្ញុំម្ចាស់មិនអីទេគូបាមានរឿងអីកើតឡើងគូបាខ្ញុំម្ចាស់មិនអីទេហេតុអីបានជាអូនឈប់ភ្លាមបែបនេះអូនបាច់ញើសព្រោះតែអង្កាំនៅលើថ្ងារបស់អូនមែនទេអូនមិនត្រូវទៅណាទៀតទេឡាស៊ីកាមិនអាចខត់ខ្ញុំម្ចាស់បានទេព្រះពើបងមិនអាចខត់អូនបានទេប៉ុន្តែពេលនេះបងត្រូវតែខត់ហេតុអីបានជាអូនធ្វើបែបនេះគឺជាព្រះមេដារបស់បងថាម៉េចតើមានហេតុផលអ្វីសម្រាប់ពិធីនេះមែនទេខ្ញុំម្ចាស់មិនអាចសួរព្រះមេដាហេតុអីទៅគឺព្រះមេដាលែងមានក្តីស្រឡាញ់ចំពោះកូនរបស់ព្រះមេដាហើយអូនអត់បាននិយាយពីបញ្ជារបស់ព្រះមេដាទេបងនៅរកចម្លើយរបស់បងឲ្យឃើញបងមិនអាចដើរទៅដើរមកបានទេព្រះស្វាមីឬជាទានទៅឲ្យខ្ញុំម្ចាស់ផងខ្ញុំម្ចាស់មិនអាចគោរពតាមព្រះបញ្ជារបស់មេដាទេព្រះមេដាហេតុអីក៏ព្រះមេដាបង្ខំឲ្យគូបាធ្វើពិធីបែបនេះតែមានរឿងកើតឡើងជាមួយព្រះនាងទៅនៅមិនទាន់ទេយើងនឹងមានវិបដិសេរីនៅថ្ងៃណាមួយបើព្រះនាងដើរទៅមាត់ស្ទឹងបន្តទៀតបាត់មិនគួរមានបន្ទូលនៅរឿងមិនល្អទេព្រះមេដាមិនគួរធ្វើអញ្ចឹងទេក្រាបទូលហេតុអីក៏បង្ខំឲ្យនាងធ្វើបែបនេះឆាប់ប្រាប់ទូបង្គំមកអូមរាហវេនមហ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 
ព្រះមេដាទូបង្គំមិនទាន់បានចម្លើយទេប៉ុន្តែទូបង្គំដឹងថាមេដាអាចឆ្លើយនឹងសំណួរនេះបានឆ្លើយប្រាប់ទូបង្គំមកហេតុអីក៏ព្រះមេដាបង្ខំឲ្យនាងធ្វើបែបនេះសម្រាប់ការមិនចាប់កំណត់របស់ព្រះរាជបុត្រផ្កាយព្រះគ្រូមិនប្រទានអំណោយដល់គេទេអ្នកណាប្រាប់អំពីរឿងនេះព្រះគ្រូវាចាស្បាទីតើរាជគ្រូវាចាស្បាទីធ្លាប់ឃើញផ្កាយព្រះរាហូទេតើគាត់ได้ជួបផ្កាយព្រះសៅនិងផ្កាយព្រះអង្គាទេហេតុអីបានជាយើងត្រូវជឿទៅតាមការទូទាយប្រពៃណីគតិបណ្ឌិតនោះវិដាស់នឹងប្រពៃណីជាការពិសោធន៍យ៉ាងឧត្តមឧត្តមពិភពលោកគឺអាចប្រែប្រួលបានគ្រប់ពេលហេតុអីក៏មិនអាចប្រែប្រួលប្រពៃណីគតិបណ្ឌិតបានវាជាភាពរុងរឿងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្នកណាដែលជាអ្នកដឹងឮរឿងនេះបើសិនជាព្រះមិនអាចទតការឈឺចាប់របស់គូបាបានទេទៅយកស្បែកមកចាស៊ូ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 ទៅយកទឹកមកឆាប់ឡើងចាស៊ូចាស៊ូចាស៊ូព្រះមេដារបស់បុត្រគឺជាមកចាប់បងរបស់មេដាមហាមេយីទ្រង់បានចូលទីបង្គត់នៅពេលដែលបុត្រប្រសូតបាន7ថ្ងៃយ៉ាស៊ូថារ៉ានឹងទទួលការឈឺចាប់ដូចជាវាសនាមេដាទូបង្គំចឹងដែរយ៉ាស៊ូថារ៉ាយ៉ាស៊ូបាក់ប្រណិតឡើងយ៉ាស៊ូបាក់ប្រណិតយ៉ាស៊ូយ៉ាស៊ូយ៉ាស៊ូថារ៉ាយ៉ាស៊ូបាក់ប្រណិតឡើងយ៉ាស៊ូយ៉ាស៊ូយ៉ាស៊ូព្រះមេដាបានឆ្លងកាត់ការឈឺចាប់តាមមនុស្សដែលកើតមកហើយនឹងទទួលនឹងការឈឺចាប់ខ្លាំងបែបនេះមែនទេអបអរសាទរព្រះមហាទេវីព្រះអូរ៉ង់គឺជាព្រះបុត្រាយ៉ាស៊ូមើលគេទៅគេសង្ហាខ្លាំងណាស់អបអរសាទរផងមហារាជគឺព្រះរាជបុត្រាព្រះពរនេះគឺជារបស់យើងឆាប់ទទួលដំណឹងដល់រាជបុត្រស៊ីថាទៅព្រះពរម្ចាស់អបអរសាទរអបអរសាទរ
អបអសាទរផងព្រះ អ អង្គ បអសាទរផងអាយកាអបអសាទរប្រជាបតីមហារាជត្រូវប្រយ័ត្នពុកមាត់និងពុកចង្ការរបស់ទ្រង់ឲ្យបានល្អផងចៅប្រុសបាបសូរមកហើយដើសិដ្ឋានកេណៃណានចេព្រះចបត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 ព្រះទេវីប្រសតបានបត្រាឲ្យព្រះប៉ម្ចាស់គឺព្រះបត្រា គូបាជាមិនទៅហើយ ព្រះទេវីមានប្រសិទ្ធភាពទេហើយសប្បាយប្រតិទេ រួចចុះជាមិនទៀង យាងទៅជាមួយខ្ញុំម្ចាស់ទៅ សូមអបអរផងព្រះមេដា យើងផ្ដល់ដំណឹងនេះទៅព្រះរាជគ្រូទៅ ព្រះពរខ្ញុំម្ចាស់នឹងផ្ដល់ដំណឹងនេះដល់គាត់ហើយនឹងបានសុំពរជ័យពីគាត់ផងសូមអបអរសាទរគ្រប់ព្រះអង្គផងចុះព្រះអង្គ យើងក៏ចង់អបអរដូចគ្នាដែរសូមអបអរសាទរផងណា អនុជរៀបចំពិធីយ៉ាងមហោឡារិកទៅទូងស្គរផ្ដល់ដំណឹងគ្រប់ទីកន្លែងប្រកាសថាចៅរបស់យើងបានប្រសូតមកកាន់នគរកបិលភ័ក្រហើយ ទទួលបញ្ជាមហារាជ សូមអបអរផងព្រះរាជគ្រូទេវីបានប្រសូតបុត្រហើយ មហាទេវីទំនេររបស់ទូបង្គំខ្លាចជាការពិតគឺរហូតដល់ទីបំផុតឯនោះក្រាបទូលគឺដល់ពេលព្រះអាទិត្យរះទើបអាចដល់ទីបំផុតផ្កាយព្រះរាហូមានរឹកមិនល្អពេលព្រះអាទិត្យរះវាធ្លាក់ត្រង់ការអល់សារ៉ាបាយូហ្គាអំណាចអាក្រក់របស់ព្រះរាហូនិងព្រះសៅរ៍នោះមានឥទ្ធិពលអាក្រក់ទៅលើព្រះបិតានិងរាជវង្សានុវង្សពេលវេលាមិនអំណោយផលទេទូបង្គំចង់ទូលថាយើងត្រូវតែបំពេញពិធីដើម្បីរំដោះគ្រោះគឺត្រូវតែបំបាយរាជបុត្រស៊ីថាត់មិនឲ្យឃើញបុត្ររបស់ទ្រង់ទេដោយទូបង្គំបានប្រាប់កាលពីមុនអញ្ចឹងត្រូវតែឲ្យរាជបុត្រស៊ីថាត់ចេញឲ្យឆ្ងាយពីបុត្រារបស់ទ្រង់មិនអញ្ចឹងទេទ្រង់នឹងត្រូវអស់ពីជន អត់ទេព្រះរាជគ្រូអត់ទេ មហាទេវីយើងមិនអាចសូត្រធម៌កែប្រែផ្កាយព្រះគ្រោះបានទេប៉ុន្តែយើងអាចព្យាយាមបញ្ជៀសពីឥទ្ធិពលរបស់វាបាន ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងសូមព្រះរាជគ្រូប្រាប់ខ្ញុំម្ចាស់មក ឲ្យយ៉ាសុថារាធ្វើពិធីសម្រាប់បុត្រព្រះនាងទៅហើយមហាទេវីត្រូវតែធ្វើពិធីនេះបន្តទៀតទូបង្គំថ្វាយបង្គំលាសិនហើយទូបង្គំចាប់ផ្ដើមពិធីនៅកន្លែងឆ្ងាយវិញវានឹងអាចធ្វើឲ្យទ្រង់ទាំងពីរព្រះអង្គមានសុវត្ថិភាព ឆាប់នេះប្រជារាស្ត្ររបស់យើងនឹងបានលើកពីដំណឹងរបស់ព្រះរាជកុមារពួកគេមានសេចក្តីសុខណាស់ អើនោះណារាជបុត្រយើងមកហើយ ពិតមែនហើយសូមអបអរផងទ្រង់ខ្លាចជាព្រះបិតាគេហើយ សូមអបអរសាទរព្រះរាជបុត្រអបអរសាទរ អេកុំភ្លេចសន្យាណាថាព្រះរាជបុត្រអត់ទ្រាំនោះអីកុំភ្លេចឲ្យសោះ
អញ្ចឹងតើពេលណាទៅទូបង្គំអាចមើលឃើញគេទៅ ចាំដល់បាន40ថ្ងៃសិនទៅ 40ថ្ងៃមែនទេទូបង្គំមិនអាចរងចាំដល់ពេលនោះបានទេ បើមិនចឹងទេនឹងមានរឿងដល់ប្រញាតវង ទូបង្គំមិនជឿនៅទំនៀមទម្លាប់នេះទេ ព្រោះនេះជាច្បាប់វិន័យណា ទូបង្គំមិនដែលឮទេ រាជបុត្រត្រូវតែអានច្បាប់ សូមបំភ្លេចចោលទៅ មិនជឿទេមែនទេមិនជឿហ៎ ព្រះមេដាគូបាព្រះមេដា ព្រះមហាទេវីទៅរកបរិជ្ជគ្រូដើម្បីផ្ដល់ដំណឹងល្អនេះ យើងត្រូវតែធ្វើពិធីរំដោះគ្រូបន្តទៀតត្រូវតែបំបាយព្រះរាជបុត្រស៊ីថាត់មិនឲ្យឃើញបុត្ររបស់ទ្រង់ឡើយទូបង្គំចង់ជួបគូបាក្នុងពេលនេះគ្មាននរណាម្នាក់ដែលអាចខត់ទូបង្គំបានទេ ណែ ឲ្យគេទៅចំមង្គលាយើងអាចយល់ពីអ្វីដែលយើងធ្លាប់ឆ្លងកាត់ហើយណា បើព្រះអង្គមានព្រះបន្ទូលដូច្នេះហើយខ្ញុំមិនចេះមិនត្រូវខត់ត្រង់ទៀតទេសេដ្ឋាត ចៅរបស់មហាទេវីនឹងត្រូវនៅឲ្យឆ្ងាយពីក្តីស្រឡាញ់របស់បិតាគេមិនចឹងទេបើរាជបុត្រស៊ីថាត់មិនចេញឲ្យឆ្ងាយពីបុត្ររបស់ទ្រង់ទេរាជបុត្រស៊ីថាត់នឹងត្រូវអស់ប្រជញ្ញ ព្រះអង្គមិនគួរឲ្យព្រះរាជបុត្រចូលទៅទេហេតុអីព្រះអង្គឲ្យសិទ្ធិចូលទៅយើងត្រូវបំពេញពិធីទំនៀមទម្លាប់ឲ្យគ្រប់40ថ្ងៃសិនវិភាវ័នព្រះនាងគួរតែខាត់គេផងទៅមិនក៏មិនខាត់គេផងឡាស៊ីកាខ្ញុំបានប្រាប់ឯងហើយហេតុអីក៏ឯងធ្វើបែបនេះម៉ាំងកាឡាហេតុអីព្រះនាងមិនខាត់គេផងហេតុអីគ្រប់អង្គធ្វើខុសយ៉ាងនេះ មហាទេវីកំពុងតែបារម្ភដោយគ្មានហេតុផលហើយសាគិតមើលទៅបងក៏មិនអាចទ្រាំបានដូចជាស៊ីថាន់ចឹងដែរបងបានធ្វើដំណើរយ៉ាងឆ្ងាយពីព្រៃលុបភេនីចេញពីនគរកបិលភ័ស្ត្រហើយបងក៏អន្តេសាចង់ឃើញបុត្ររបស់បងយ៉ាងខ្លាំងដែរដឹងទេ ព្រះអង្គមិនជាលទ្ធផលនៃការឡើងទេព្រះមហាមាយាមិនមានប្រជញ្ញទៀតទេ សុំប្រថាប់ទៅមេដានឹងយកទឹកមកឲ្យណា អូនបានឆ្លងកាត់ការឈឺចាប់ច្រើនណាស់បងពិតជាមិនអាចបំភ្លេចការឈឺចាប់នេះបានទេ ដូច្នេះហើយស្ត្រីគ្រប់រូបតែងតែបន់ស្រន់នេះគឺជាសេចក្តីសុខសម្រាប់ជីវិតខ្ញុំម្ចាស់ហើយព្រះមេត្រង់តទៅព្រះស្វាមីសម្លឹងអីហ្នឹង មុខរបស់គេគួរឲ្យស្រឡាញ់ណាស់ម្រាមដៃរបស់គេកំពុងតែចាប់ដៃបងហើយក៏បានប៉ះនៅក្នុងជម្រៅបេះដូងរបស់បងដែរមុខរបស់គេស្រស់ថ្លាណាស់អាចធ្វើឲ្យបងបំភ្លេចការឈឺចាប់និងសេចក្តីទុក្ខបាន ខ្ញុំម្ចាស់សប្បាយប្រទៃណាស់ពេលដែលអ្នកណាម្នាក់ធ្វើឲ្យព្រះស្វាមីបំភ្លេចសំណួររបស់ព្រះអង្គបាន គូបាហេតុអីក៏យល់ថាយើងមិនសប្បាយទេ ពិតមែនហើយព្រះពើ បងឆ្ងល់ណាស់ហេតុអីបានជាបងមានអារម្មណ៍សប្បាយទេបែបនេះ
នៅក្នុងពេលនេះបងពិតជាគ្មានអារម្មណ៍ដូចជាអ្នកដទៃទេបងចង់ដាក់ព្រះនាមឲ្យគេថារាហុលព្រះនាមគួរឲ្យស្រឡាញ់ណាស់រាហុលមានន័យថាអ្នកណាម្នាក់យកសេចក្តីសុខមកឲ្យយើងអ្នកណាម្នាក់ជួយរំលែកទុក្ខរបស់យើងអ្នកណាម្នាក់នាំសេចក្តីទុក្ខចេញទៅ